ផ្លូវថ្មើរជើងដែលបើករៀងរាល់ថ្ងៃសៅរ៍អាទិត្យស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញពោពេញទៅដោយម្ហូបអាហារឆ្ងាញ់ៗការសម្ដែងការលេងល្បែងប្រជាប្រិយកម្សាន្តផ្សេងៗគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំណាភិនថ្ងៃនេះដែរគឺខ្ញុំចង់បង្វែរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យមកស្គាល់ផ្លូវថ្មើរជើង Walk Street ដែលបើកចាប់ពីវិថីបក្សីចាំក្រុងគឺផ្លូវលេខ94រហូតដល់ទល់មុខព្រះបរមរាជវាំងផ្លូវនេះដែរគឺសម្បូរទៅដោយរបស់ញ៉ាំខ្លាំងមែនទែនហើយក៏ជាកន្លែងលំហែកាយថ្មីសម្រាប់អ្នកនៅភ្នំពេញដូចខ្ញុំដែរហើយពេលដើរមកភ្លាមគឺខ្ញុំឃើញអ៊ីគាត់លក់នំបញ្ចុកខ្មែរតំណងខ្លាំងមែនទែនខ្ញុំក៏ដាក់មួយចានទៅនំបញ្ចុកនេះដែរគឺមានទាំងសឡខ្មែរទាំងសឡការីអ្នកខ្លះគេដើរហាត់ប្រាណគេរាំលេងហាត់ប្រាណចឹងទៅប៉ុន្តែខ្ញុំដើរដែរគឺខ្ញុំសុំដើរញ៉ាំម្ដងហើយថ្ងៃសៅរ៍អាទិត្យចុងសប្ដាហ៍សុំប្រហិតមួយមកអ៊ីខ្ញុំចាំបានហើយចាំបានហើយអរគុណខ្លួនឯងទិញតែមួយចាន 10000 ទេតែទៅឈរចុចប្រហិតគេឡើងចង់អស់មួយទូម្ហូបភាគច្រើនគឺមួយចាន 10000 មួយចាន 10000 អ្នកទាំងអស់គ្នាហូបបាយពោះតែម្ដងតាសាច់ឲ្យច្រើនមក 10000 ហើយឲ្យទៀតណែមួយហ្នឹងឲ្យខ្ញុំមួយហ្នឹងឲ្យខ្ញុំពីរមកទៅឥឡូវបកាពីរមកចា$10000អរគុណច្រើនអ៊ីអរគុណអ្នកលក់នៅតាម Walk Street គឺរុះរាយរាក់ទាក់មានសិលធម៌ខ្ពស់ហើយសំខាន់គឺចិត្តល្អតែម្ដងអ្នកទាំងអស់គ្នាយើងចង់ឲ្យគាត់ថែមសាច់ថែមអីគ្រាន់តែប្រាប់គាត់គឺគាត់ថែមឲ្យឡើងច្រើនតែម្ដងការដើរលេងបែបនេះគឺជាទេសចរបែបចំណាយតិចចំណេញជាតិអ្នកទាំងអស់គ្នាយើងដើរលេងបែបនេះគឺអាចជួយដល់អ៊ីពូគាត់លក់ម្ហូបតាមដងវិថីនឹងផងហើយសំខាន់គឺបានលំហែខួរក្បាលខ្លួនឯងទៀតលហុងក្តាមប្រៃលាយបកាហ្មងក៏បានយកហល់លេយកហល់បងទេ2គ្រាប់3គ្រាប់បងច្រើនផងហ្វ្រីមកអីហ្វ្រីអរគុណអ្នកដែលដើរនៅទីនេះគឺស្មើភាពគ្នាទាំងអស់មាន 10000 ក៏អាចដើរបាន 20000 ក៏អាចដើរបាន 50000 ក៏អាចដើរបានអត់ប្រកាន់វណ្ណៈទេសំខាន់គឺយើងបានសប្បាយជុំគ្នាចំពោះសុវត្ថិភាពវិញគឺបងប្អូនទាំងអស់គ្នាមិនបាច់ចាំបារម្ភទេដោយសារតែមានការយាមល្បាតយ៉ាងតឹងរ៉ឹងខ្លាំងមែនទែនយើងដើរ 2-3 ជំហានឃើញលោកពូគាត់យាមទាំងឆ្វេងទាំងស្ដាំតែម្ដងស្គាល់គ្នាក្តីមិនស្គាល់គ្នាក្តីគឺប្រជាជនខ្មែរមិនចេះប្រកែប្រកាន់ទេនាំគ្នារាំលេងបទប្រពៃណីកំសាន្តសប្បាយខ្លាំងមែនទែនទឹកមុខម្នាក់គឺញញឹមរុះរាយរាក់ទាក់សូម្បីតែបរទេសក៏ហ៊ានចូលមករាំជាមួយនឹងយើងដែរមានចង្វាក់ច្រើនខ្លាំងមែនទែនរាំវងសារវ័នឡាំលាវរាំចង្វាក់ស្វីសគឺមានទាំងអស់បើយើងបន្តដើរទៅមុខទីទៀតគឺយើងឃើញមានការសម្ដែងផ្សេងហើយក៏មានការលេងល្បែងប្រជាប្រិយពីសំណាក់យុវជនផងដែរមានដូចជាលាក់កសែងលោតកស៊ូទាញព្រាត់អីទៀតផងរាំលេងកំសាន្តលេងល្បែងកំសាន្តចប់ក៏យើងអាចញ៉ាំនៅនំខ្មែរជាបង្អែមផងដែរមាននំបត់នំល្ពៅនំក្រូចនំពពាគឺអាចរកបាននៅ Walk Street ទាំងអស់ហើយបើសិនជាដូចខ្ញុំដើរទិញម្ហូបឡើងដាច់យ៉ៃហើយយើងក៏អាចដើរលំហែកាយមើលទេសភាពនៅមុខព្រះបរមរាជវាំងក៏ដូចជាតាមដងផ្លូវផ្សេងផងដែរមុននឹងយើងទៅផ្ទះវិញអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនា